thầm đá chứ kẹt la ở cũ chặt say là ăn vừa mà ngày âm ca nghe kẹt ở cũ chưa có bạ bị tức là giống như đo xong là chạy cái tên bây giờ crew nó mau chơi nó giờ hỏi dân miền Nam rồi và dân rất tới ở nhà đi sủa đấy coi sờ lăng na đây chiên ấy sủa bè của biên ấy rất đang thu vậy lúc muốn ở đây cả lúc muốn prey ra lúc muốn chỉ chạy đón ở đây ta chỉ cả vô sau á ở bột xong xua kia cha trai vào là thằng Nam rất nó mấy đó thì thèm ấy như bột châu kia tới thèm trao rồi bây giờ thèm trao tới du tới với kia ba rồi dừng vô mà xa mới lúc cho du ở đây là gì đấy đây là bố cái thèm món cho thèm cho nó tinh xẻ so nó thay còn mang cái đống mót thèm mày để cho đòi vô mà rất tới nhưng mình thực hiện và bây giờ viết chặt là hàn trẻ đã đo một cái cặp ai muốn sẽ đa là tới tảng bu tảng ba đấy rồi mà lá chế mới rất đau chứ chứ ba rất cái thể thì có đau ở hàng xuống thì sủa ok mày ở trong việc đòi dân thơ dân tới biết đôi dân bên thiệp khả hàn đôi cái ao tầm lấy cái ta sẽ làm một cái mấy đó là cái cầm đất vui cái trong một cái này nó giống bóng chua thế cái này rồi bây giờ phun nhóm cô xem mình chưa nhóm này người ta mình chơi crew Việt Nam mà crew này chưa chân ngon cái đó từ crew đi លោកហោលីមគឺជាអ្នករកស៊ីម្នាក់ដែលពីដើមឡើយលោកមានជំងឺប្រចាំកាយព្យាបាលមិនជាលោកតែងតែស្វែងរកការព្យាបាលជំងឺគ្រប់ច្រកល្ហកទាំងថ្នាំពេទ្យនិងថ្នាំខ្មែរក៏ប៉ុន្តែមិនទទួលបានជោគជ័យឡើយលោកបានរំលឹកពីអាជីពការងារនិងអាការៈជំងឺកន្លងមកបែបនេះថាពីដើមខ្ញុំមិននៅច្បាប់ខ្ញុំធ្វើសិប្បកម្មទឹកត្រីតែឆ្នាំ80ខ្ញុំមានសិប្បកម្មទឹកត្រីនៅស្រុកវាអែមស្រុកកំណើតខ្ញុំណាហើយមានដេប៉ូនៅយើងច្រាំងបាក់យើងច្បាអំពើតែក្រោយមកខ្ញុំក៏ទេរបរហ្នឹងដូរមកលក់គ្រឿងឡានហ្នឹងលក់អូងទឹកត្រីអស់ទៅមកធ្វើអ្នកលក់គ្រឿងឡានហ្នឹងប៉ុន្តែក៏របរស៊ីយើងវាមិនអាចវាមិនហក់លោតដូចគេវាមិនបានលឿនដូចគេជាអាឡូចឹងតែក្រោយមកខ្ញុំវាឈឺដុំដាបវាខ្លាំងមែនទែនណាឈឺថាវាស្ទឹងរស់មិនបានមុនមកឈឺអដៃនេះអូយរហូតដល់ទៅណាហ្នឹង 3-4 ឆ្នាំហ្នឹងឈឺដេកជាស្រេកមិនធ្វើម៉េចទៅគ្រូពេទ្យណាដុកទ័រណាទៅអស់ដៃលើកអត់រួចហើយបើថាហូបបាយចឹងហូបចឹងមើលថាត្រូវធ្លាក់សភាធ្លាក់ក្ដុកមកហើយខ្លួនយប់អីស្រេកយោយើងហើយយូរអាកាពះវារៀលដាយកផឹកថ្នាំអារេបំបត្តិស៊ីចាប់តែពេកដល់ចឹងទៅជាឈឺជាគង់ហើមជាគង់ហើមកជើងឈឺតែកេះអូនិយាយរឿងថាម៉ាស៊ីនកាយសឹងថាវាមិនអាចរស់ដល់ថ្ងៃនេះទេប៉ុន្តែនៅពេលនេះជំងឺទាំងឡាយត្រូវបានរសាយចេញពីខ្លួនប្រាណរបស់លោកហោលីមអស់ហើយតាមរយៈការផ្សំថ្នាំព្យាបាលដោយខ្លួនឯងចំណេះដឹងអត់គ្រូនេះមានការកោតសរសើរពីអតិថិជនរបស់លោកក្រោយពីទទួលបានការព្យាបាលបើទោះជាបច្ចុប្បន្នលោកហោលីមប្រកបអាជីវកម្មជាគ្រូចាប់សរសៃនិងផ្សំឱសថបុរាណខ្មែរប៉ុន្តែលោកនៅតែផ្ដល់តម្លៃខ្ពស់ចំពោះបច្ចេកទេសព្យាបាលរបស់គ្រូពេទ្យសម័យដោយលោកអះអាងថាជំងឺមួយចំនួនត្រូវព្យាបាលនៅមន្ទីរពេទ្យប៉ុន្តែលោកអាចជួយបាននៅពេលដែលអ្នកជំងឺត្រូវការសង្គ្រោះបឋមមុននឹងទៅមន្ទីរពេទ្យកណ្ដាលហាងណាក៏តែឃើញមុខខ្ញុំមកគ្រូខ្ញុំជួយទីមកជួយទៅនេះខ្ញុំចាក់ឲ្យដៃកន្លែងហ្នឹងចាក់កដៃអនឡើយខ្ញុំចាប់ឲ្យតែដៃឈឺមែនខ្ញុំដើរឃើញមនុស្សខ្យល់កោខ្ញុំសង្គ្រោះព្រឹកដឹងភ្លាមលឿនណាលឿនជាងពេទ្យឆ្ងាយនិយាយរួមថាលឿនជាង10-20ដងពួកខ្ញុំធ្វើជាក់ស្ដែងថ្ងៃងំដៃទៅសង្គ្រោះដល់ពេទ្យវាហើយសិចបាត់ឡើងផ្លូវខ្ញុំដឹងជួបខ្ញុំសេរីទៅភ្លាមហ្នឹងដឹងភ្លាមក្បាលឈឺវិលមុខញ៉ាល់20ជុំ1000ជុំអត់អីមកជួបខ្ញុំធ្វើបាត់វិលដល់ពេទ្យធ្វើបាត់ឲ្យខ្ញុំធ្វើជំងឺវិលមុខអីហ្នឹងងឺលើកដៃមិនណូចអីចាក់ក្នុងទ្រូងចកេះឈឺចាក់ទៅជើងយល់ថាឆ្លងកាត់ជំងឺខ្ញុំឆ្លងកាត់យ៉ាងច្រើនណាស់មកបើខ្ញុំដើរព្យាបាលទូទាំងប្រទេសតាមវិព័ន្ធព្រីលោកហោលីមគឺជាគ្រូចាប់សរសៃនិងផ្សំឱសថលាបរឹតម្នាក់ដែលតែងតែព្យាបាលជំងឺដោយមិនរើសអើងឡើយពលគឺលោកចូលចិត្តធ្វើសកម្មភាពសប្បុរសធម៌ជាច្រើនទៅដល់អ្នកជំងឺទូទៅ
chiều xe ôm tu một đong nhưng tôi chia ba pri hộp con mẹ đấy mà ôm tu 3 ngày thằng năm nhóm lên mà cái đống rơi một phê lít nhưng tới cho nên ông tu lại máu miền tình đó mà tu chật sầm nhà nam xử ông xử đây chứ cho cái chứ thằng đó một lần nhóm bè môi nó chạp banh tới rồi mà chạm sáy nó nhìn luôn ấy lấy chứ ấy chạy tới hết tới nhìn một nghi cố sợi dày gối xuống của nó chứ miền là thâm mập xe ba pri đó nhưng nó xây kẻ nó một dương miền thông thiên na rồi mẹ thì chạy đi nào nói ông biết cái còn ra xe ba pri rồi nhưng từ vọt na dây ta mất xe ba con số luôn con đó ở po bên từ vọt đấy chứ ngày chúng tới mỗi chú tới sàn rồi xe ba này sàn dây ta mà vọt nó tính đó hó bằng giờ ta hó លោកហៅលឹមបច្ចុប្បន្នមានអាយុ61ឆ្នាំលោកជាអ្នកស្រុកលវីអែមខេត្តកណ្ដាលកើតក្នុងត្រកូលគ្រួសារកសិករលោកមានបងប្អូនបង្កើតចំនួន14នាក់សពថ្ងៃលោកហៅលឹមគឺជាគ្រូសម្រួលសរសៃរឹតស្អំថ្នាំបុរាណខ្មែរដែលមានទីតាំងស្ថិតនៅជាប់ស្តាតចាស់ក្បែរអតីតសាលាវិចិត្រសិល្បៈគ្រូថ្នាំបុរាណខ្មែរដែលផ្ដើមចេញពីអ្នកជំងឺរូបនេះបានបង្កើតទីតាំងព្យាបាលជំងឺនៅអំឡុងឆ្នាំ2008 ពលគឺនៅពេលដែលលោកបានប្រើឱសថផ្សំដោយខ្លួនឯងព្យាបាលជំងឺរបស់ខ្លួនជាដោយជោគជ័យចំពោះវត្ថុធាតុដើមដែលលោកហៅលឹមយកមកផ្សំជាឱសថគឺបានមកពីផ្សារអូរិស័យក្នុងមួយជីវិតបានកើតមកជាគ្រូដូចខ្ញុំហ្នឹងណាខ្ញុំចង់ដូចថាឃើញគេមានបានប្រមាណ100លានទៅក្រោយខ្ញុំក៏នៅមិនស្មើនឹងចិត្តរបស់ខ្ញុំបានសម្រេចបំណងយល់ទេវាអត់មានមកថាយើងបានចេះវិជាមួយសម្រាប់ព្យាបាលខ្លួនឯងមានបញ្ហាអីមួយមកយើងសេរីឡើងទៅស្រួលដូចនៅហូបបាននៅអីដេកបានផឹកស្រាបានចឹងយើងសប្បាយចិត្តអាហ្នឹងមួយដូចថាអីមកប្រៀបទឹកបានមិត្តភក្តិគេខ្លះគេលុកដី60លាន20 30លានខ្លះដីទៅតែពេទ្យយើងធ្វើស្អីជាសម្បត្តិរបស់ខ្ញុំនេះជាសម្រេចសម្បត្តិមួយដែលខ្ញុំសម្រេចបំណងយល់ទេมันមានទេប៉ុន្តែបើសិនជាថាគេមានជាតិមុខមក100ជាតិទៀតក៏ខ្ញុំចង់បានដបហ្នឹងដែរខ្ញុំអត់ចង់បានស្អីទៀតទេធ្វើម៉េចបានជួយមនុស្សហើយវាចេះព្យាបាលខ្លួនឯងលោកគ្រូឱសថបុរាណខ្មែរហៅលឹមអាចព្យាបាលជំងឺបានច្រើនប្រភេទនិងតម្លៃសមរម្យខ្ញុំចេះត្រាំឆ្នាំហ្នឹងខ្ញុំចេះផ្សំឆ្នាំខ្មែរហើយអីថាបបាបត់ជើងពួកឬដងបាតខ្ញុំមានឆ្នាំខ្ញុំឲ្យចឹងឲ្យអូនឯងទៅតែមួយឈុត3-10ម៉ឺនអូនឯងជាមិនតែដុតទៅវះទៅកាត់ឯណាអូរាប់រយដុល្លារទេហើយស្ងាញ់ទៀតឆ្នាំមកឲ្យដាំមកគេហូបមកកញ្ចំទៀតតែ15000ហឹកចិត្តកន្លះខែបាច់តែ fiber វាយខ្មោយណាថ្លៃដូចមានហើយមិនបានដូចនេះទេហ៊ានធានាថាដាក់អានោះ200ស្មើនេះ15000ទេអានេះគឺវាឲ្យយើងទី1ហូបស្រួលហូបឆ្ងាញ់ហើយទី2ដើរខ្យល់ពវៀនកាពះយើងដើរស្រួលមកបោះជើងអស់ពីគូមកបីថាអរ៉ៃថាឥឡូវណែខ្ញុំជិះក៏ហត់វាធាត់ក្បាលពោះសុយដើរហ្នឹងតែពីចប់ឡើយអស់ក្បាលពោះលេងធ្វើឲ្យជីវិតរស់ស្រួលលោកហៅលឹមមានកូនចំនួន5នាក់នៅក្នុងបន្ទុកកូនទាំង5របស់លោកទំនងជាមិនមានចំណាប់អារម្មណ៍បន្តវេនពីលោកគ្រូហៅលឹមនោះទេពាក់ព័ន្ធនឹងរឿងនេះលោកគ្រូហៅលឹមស្វាគមន៍ចំពោះយុវជនចំនួនក្រោយដែលចង់ចេះនិងចាប់អារម្មណ៍ផ្សំឱសថពីថ្នាំខ្មែរនេះលោកនឹងបង្រៀនរាល់ចំណេះដឹងទាំងអស់ដែលមានបច្ចុប្បន្នអ្វីដែលលោកហៅលឹមចង់ធ្វើបន្ទាប់នេះគឺមានបំណងចង់ជួយព្យាបាលកម្មករកម្មការិនីរោងចក្រតាមរយៈកិច្ចការមនុស្សធម៌ប្រសិនបើមានការអនុញ្ញាតពីថៅកែរោងចក្រខ្ញុំរាល់ថ្ងៃវាចង់និយាយថាចង់ផ្ញើមួយរាល់ថ្ងៃដូចកម្មកររោងចក្រចិត្តតែដួលសន្លប់ខ្ញុំជិះចាប់ខ្ញុំអត់មានសមត្ថកិច្ចទៅជួយគេតែខ្ញុំមានសមត្ថភាពយកvàoខ្ញុំមិនអត់មានសមត្ថកិច្ចហើយអ្នកអស់នោះជួបខ្ញុំហ្នឹងឯងលែងបានសន្លប់ទៀតហើយខ្ញុំធ្វើសេរីសរសៃដាក់ថ្នាំនេះហើយស្រឡះភ្លឺទាំងផ្នែកទៀតនៅក្នុង10ទាំង10ផ្នែកក៏ស្វាងហប់ទាំងខែមនុស្សព្រោះយើងបរិស្ថានកាលណាវាស្ទះផ្លូវដង្ហើមយើងសបោអត់ចេញដល់ចឹងធ្វើឲ្យវាថប់ទាំងខែ
chẳng ta xây áp u là thích với tôi phượng bảo chứ là ta vừa chuộc nhau nhưng mà say hơi lưu này hay phụ nhắn nhau trong chui ta chia bao giờ lấy còn đang từ từ mới kẹp kế kế có chưa như này chưa bàn chẳng លោកគ្រូសុទ្ធបុរាណខ្មែរហៅលឹមប្រាប់ពីទិសដៅទៅថ្ងៃខាងមុខដូចនេះថា ខ្ញុំថាខ្ញុំជំរាបថាអនាគតទិសដៅខ្ញុំចង់រក្សាតម្លៃវប្បធម៌ខ្មែរបានខ្ពង់ខ្ពស់ប៉ុន្តែវាមិនព្រមណយថាធនធានយើងនៅតិចទេធ្វើអីក៏យើងគ្មានធនធានហើយបបាហើយព្រោះនេះត្រូវការប្រើដើមទុនធំហើយយើងចង់ធ្វើឲ្យវាមានទីតាំងមួយល្អហើយស្រួលបួហើយយើងក៏ថាតំណាក់ម្ដងខាងអង្គការអញ្ចឹងណាយើងធ្វើឲ្យគេមកមើលអញ្ចឹងណានឹងឲ្យគេជួយយើងណាហ្នឹងបានអាចទៅហើយយើងធ្វើឲ្យគេដឹងថាឥឡូវមនុស្សយ៉ាងម៉េចយើងទទួលមើលអញ្ចឹងហើយអង្គការគេជួយវិញ